បាទថ្ងៃនេះខ្ញុំមានលំហាត់ចំនួនកំ plex មួយឥឡូវយើងមើលដំណោះស្រាយឥឡូវសំណួរសកលគេឲ្យយើងសរសេរសិតជាទម្រង់ពីគណិតឥឡូវយើងស្រង់សមត្ថកម្មដែលគេឲ្យមកបាទសិតយើងគឺស្មើសមត្ថកម្មគេឲ្យហ្នឹងបាទបន្ទាប់ពីយើងស្រង់សមត្ថកម្មហើយយើងគុណនឹង complex ឆ្លាស់របស់ពាក្យបាយណាយើងគុណមកបាទបន្ទាប់ពីយើងគុណនឹង complex ឆ្លាស់ចឹងហើយយើងគុណពលាតវាចូលចឹងនេះបានរឹសទី2នៃ3ហើយមួយនេះបានដក 3e បន្ទាប់យើងគុណ e បញ្ចូលបានដក e នេះគុណបញ្ចូលទៅបានបូកប៉ុន្តែ e ការ៉េស្មើដក1វិញស្មើរឹសទី2នៃ3ហើយនៅពាក្យបាយបញ្ចូលទម្រង់ a ដក b កតា a បូក b ចឹងបញ្ចេញ a ការ៉េដកម្ដងនេះឡើងជាការ៉េតួទី2ក៏ចឹងដែរតួនេះគឺយើងអាចសេថា1ការ៉េដក e ការ៉េឬ1ដក e ដកនេះក៏អាចសេចឹងដែរគឺ1ការ៉េដក e ការ៉េ1បូក e ចឹងម្ដងនេះយើងឃើញថាយើងអាចសម្រួលនេះមួយនេះបានចឹងយើងពេលយើងសម្រួលទៅនៅសល់គណនាម្ដងនេះស្មើដក 4e ក្រោមនេះបាន e ការ៉េស្មើដកគុណមួយដងនេះទៅបូកចឹងម្ដងនេះស្មើ3បូកជាមួយនឹង1បាន4ហើយក្រោមនេះគណនាទៅស្មើ2បាទចឹងយើងយកពីបាញ់រួម4មកចឹងនេះយើងត្រូវគុណវានឹង2តោះមកយើងគុណពលាតមកចឹងបានដក2នេះគុណទៅបានបូក 2e នេះគុណទៅបានដក2នេះគុណទៅបានដក 2e នៅលើ4តោះមកយើងទូទាត់មកចឹងនេះបូក e ដក e អស់ចឹងនៅសល់តែដក 4e ដក4នៅលើ4ចឹងយើងស្រួលវានឹង4ទៅស្មើដក1ហើយដក e បាទចឹងយើងមកដោះស្រាយសំណួរសកលគឺគេឲ្យយើងសរសេរសិតជាទម្រង់ត្រីកោណមានចឹងដោយសារសិតយើងរកឃើញមុនហ្នឹងហើយជាទម្រង់ពេជ្រគណិតគឺស្មើដក1ហើយដក e ចឹងយើងទាញរឹសទី2នៃ2ជាកតាមកស្មើដកឬទី2នៃ2លើ2ដកឬទី2នៃ2លើ 2e ចឹងមុំនេះគឺត្រូវនឹងមុំ5 ផៃលើ4បូក e ស៊ីន5 ផៃលើ4បាទឥឡូវយើងមកមើលសំណួរសកលគឺគេឲ្យយើងសរសេរសិតការ៉េជាទម្រង់ត្រីកោណមានចឹងយើងរកឃើញមុនហ្នឹងគឺសិតយើងជាទម្រង់ត្រីកោណមានគឺបាននៅទី2នៃ2កូស5 ផៃលើ4បូក e ស៊ីន5 ផៃលើ4ចឹងយើងពាក់ស្វ័យគុណ2ទៅបាទចឹងយើងអាចសម្រួលបានសម្រួលទៅបាន2កូសចឹងយើងសម្រួលនឹង2អាន5 ផៃលើ2បូក e ស៊ីន5 ផៃលើ2ចឹងកន្លែងនេះយើងអាចសេថា2កូសផៃលើ2បូក2 ផៃបូក e ស៊ីនផៃលើ2បូក2 ផៃដែរបាទចឹងម្ដងនេះយើងអាចបំលែងដល់សល់កូសផៃលើ2បូក e ស៊ីនផៃលើ2